សូមគោរពទៅដល់ថ្នាក់ដឹកនាំក៏ដូចជាបុគ្គលិកកម្មករដែលកំពុងអនុវត្តជាជួរដូច្នេះថ្ងៃនេះយើងខ្ញុំទាំងពីរនាក់ជាបុគ្គលិកបច្ចេកទេសសូមធ្វើបទដ្ឋានអំពីការលាបថ្នាំរំញោចឲ្យបានត្រឹមត្រូវទៅតាមស្តង់ដារបច្ចេកទេសនៅក្នុងក្រុមហ៊ុនរិទ្ធីហៅស៊ូដូច្នេះសូមបងប្អូនទស្សនានិងតាមដានដូចតទៅការលាបថ្នាំរំញោចគឺដើម្បីបង្កើនទិន្នផលជ័រដើម្បីបំបែកគ្រាប់ជ័រឲ្យបានល្អនិងដើម្បីជំរុញការហូរជ័រឲ្យបានល្អនិងយូរជាងមុនសម្ភារៈសម្រាប់ការលាបថ្នាំរំញោចមានដូចជាដបសម្រាប់ដាក់ថ្នាំរំញោចនិងច្រាសសម្រាប់លាបបាទមុននឹងលាបថ្នាំជាដំបូងយើងត្រូវតែកលុកថ្នាំឲ្យបែកល្បាយសិនទើបយើងយកមកលាបហើយមុននឹងការលាបយើងត្រូវតែលាបនៅចំណុចនៅកែងខាងលើនិងចំណុចនៅកែងខាងក្រោមមានទំហំ2សង់ទីម៉ែត្រហើយឲ្យបានជ្រួតល្អដើម្បីថ្នាំចូលទៅសពសាច់ការលាបថ្នាំរំញោចនៅលើមុខជាផ្កាប់វាខុសប្លែកពីការលាបថ្នាំរំញោចនៅលើមុខជាផ្ងាដូច្នេះក្នុងការលាបថ្នាំរំញោចនៅលើមុខជាផ្កាប់ដោយយើងលាបឲ្យបានសព្វនៅចំណុចទាំងខាងលើនៃមុខជាផ្កាប់ហើយយើងត្រូវបង្វែរច្រាសមកទិសខាងលើដើម្បីយើងលាបឲ្យសព្វយើងត្រូវតែចំណុចខាងលើនិងចំណុចខាងក្រោមយើងត្រូវតែលាបឲ្យបានសព្វដើម្បីយើងទទួលបានទិន្នផលបទបង្ហាញអំពីការលាបថ្នាំរំញោចសូមចប់ត្រែប៉ុណ្ណេះសូមអរគុណនិងសូមជម្រាបលា